ចាអរុនសួស្ដីអស់លោកស្រីនាងកញ្ញាជាពិសេសប្រិយមិត្ត LORC Facebook Page ទាំងអស់ជាទីគោរពស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់កម្មវិធីគំនិតរីចម្រើននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LORC ចាកម្មវិធីក្នុងសប្តាហ៍នេះយើងមានកិត្តិយសលើកយកប្រធានបទដែលនិយាយអំពីសន្និសីទមីក្រូហិរញ្ញវត្ថុកម្ពុជាប្រចាំឆ្នាំហើយជាពិសេសសប្តាហ៍នេះយើងមានការចូលរួមពីលោកយុនសុវណ្ណាដែលលោកគឺជាអគ្គលេខាធិការនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាពេលនេះនាងខ្ញុំក៏បានមកដល់ការិយាល័យរបស់លោកផ្ទាល់តែម្ដងអញ្ចឹងនាងខ្ញុំនឹងចូលទៅធ្វើការស្វាគមន៍លោកចាសូមជម្រាបសួរលោកជម្រាបសួរបាទចាសំណួរទី1គេចង់ដឹងថាតើសន្និសីទមីក្រូហិរញ្ញវត្ថុកម្ពុជាយើងប្រារព្ធឡើងក្នុងគោលបំណងអ្វីហើយតើមានស្ថាប័នខាងណាខ្លះគាត់ចូលរួមក្នុងកម្មវិធីនេះបាទសូមអរគុណសន្និសីទមីក្រូហិរញ្ញវត្ថុកម្ពុជាប្រចាំឆ្នាំគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាដែលយើងធ្វើឡើងក្នុងគោលបំណងផ្ដល់ជាវេទិកាសម្រាប់ការពិភាក្សាពីប្រធានបទសំខាន់និងពីបញ្ហាផ្សេងៗដែលជាការប្រឈមព្រមទាំងការគម្រាមកំហែងនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានិងជាសកលសម្រាប់ឆ្នាំ2017នេះយើងលើកយកប្រធានបទដ៏សំខាន់មួយដែលក្នុងទិសដៅដើម្បីជំរុញវិបលភាពសម្រាប់អ្នកទាំងអស់គ្នាក្នុងនោះប្រធានបទសំខាន់មានដូចជាកំណើនប្រកបដោយបរិយាបន្នតម្លាភាពនៃព័ត៌មាននិងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាដែលជាប្រធានបទដែលជាការពិភាក្សាក៏ដូចជាការវិនិយោគដ៏ច្រើនសម្រាប់សមាជិកដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជារបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាយើងនៅក្នុងឆ្នាំ2017នេះយើងក៏បានជជែកវែកញែកជាបន្ថែមពាក់ព័ន្ធជាមួយនឹងបញ្ហានានាដែលជាការគម្រាមកំហែងដល់ប្រជាពលរដ្ឋបងប្អូនជាអ្នកទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាយើងជាពិសេសដើម្បីទប់ស្កាត់នៅបំណុលដែលអាចនឹងកើនហួសពីសមត្ថភាពក្នុងការសងត្រឡប់មកវិញរបស់បងប្អូនប្រជាពលរដ្ឋយើងហើយយើងក៏បានដាក់គោលដៅសម្រាប់ការពិភាក្សានានាដើម្បីរំលេចយកនៅចំណេះដឹងក៏ដូចជាបទពិសោធន៍សម្រាប់យើងធ្វើការងារបន្តទៅមុខជាពិសេសតើមានបញ្ហាដែលនឹងអាចកើតមានឡើងនៅក្នុងពេលអនាគតក៏ដូចជានៅក្នុងឆ្នាំ2018នឹងផងដែរចាចុះតើមានអ្នកតំណាងពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាខ្លះអញ្ជើញចូលរួមក្នុងកម្មវិធីចាសន្និសីទមីក្រូហិរញ្ញវត្ថុកម្ពុជាជាពិសេសសម្រាប់ឆ្នាំ2017នេះយើងមានការចូលរួមពីតំណាងអ្នកកសាងគោលនយោបាយនាយកតកធនាគារជាតិនៃកម្ពុជាយើងក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើប្រតិបត្តិការភេទសន្យាហិរញ្ញវត្ថុក៏ដូចជាគ្រឹះស្ថានផ្ដល់អនុទានជនបទបានអញ្ជើញចូលរួមប្រមាណជា260រូបក្នុងនោះក៏មានតំណាងពីអ្នកវិនិយោគិនក៏ដូចជាអ្នកផ្ដល់ប្រាក់កម្ចីទៅដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរហើយយើងក៏មានតំណាងខ្លះពីខាងធនាគារពាណិជ្ជនិងពីតំណាងសមាគមធនាគារនៅកម្ពុជាចូលរួមផងដែរចាសូមអរគុណលោកសម្រាប់ការបកស្រាយនៅសំណួរទី1បានយ៉ាងក្បោះក្បាយអញ្ចឹងនាងខ្ញុំសូមបន្តទៅសំណួរទី2តែម្ដងចាសំណួរទី2ចង់ដឹងថាតើអ្នកដែលផ្ដល់សេវាហិរញ្ញវត្ថុក៏ដូចជានិយត្តករគាត់នឹងគិតគូរទៅលើចំណុចអ្វីខ្លះសម្រាប់ឆ្នាំ2018នេះបាទបញ្ហាក៏ដូចជារបៀបវរៈនានាដែលយើងទៅយកចូលដាក់ក្នុងឆ្នាំ2018តែអនាគតក៏ជាប្រធានបទមួយសំខាន់ដែរដែលយើងលើកយកមកពិភាក្សានៅក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុកម្ពុជាវេទិកាដែលបានពិភាក្សានេះមានការចូលរួមពីតំណាងនាយកតកពីតំណាងធនាគារជាតិនៃកម្ពុជាពីវិនិយោគិននិងអ្នកផ្ដល់ប្រាក់កម្ចីទៅដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏ដូចជាតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារដើម្បីពិភាក្សាគ្នានិងជាពិសេសផ្ដោតសារៈសំខាន់ទៅលើបរិយាបន្នហិរញ្ញវត្ថុគឺការធានាផ្ដល់សេវាហិរញ្ញវត្ថុដល់បងប្អូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់គ្រប់ទីកន្លែង
ដែលវាសំស្របជាមួយនឹងទិសដៅជាយុទ្ធសាស្ត្រក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក៏ដូចជាទិសដៅសហការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិផងដែរក្នុងន័យនេះគឺយើងធានាផ្ដល់គឺយើងធ្វើម៉េចជំរុញការផ្ដល់សេវាហិរញ្ញវត្ថុសម្បូរបែបដល់បងប្អូនប្រជាពលរដ្ឋដោយផ្ដោតសំខាន់ទៅលើសេវាផ្ដល់ប្រាក់កម្ចីសេវាសន្សំក៏ដូចជាសេវានានាផ្សេងទៀតមានដូចជាសេវាទូទាត់សេវាប្រាក់បញ្ញានិងសេវាធានារ៉ាប់រងខ្នាតតូចដែលជាសេវាមួយយើងរំពឹងថានឹងចូលរួមចំណែកក្នុងការកាត់បន្ថយនៃការគម្រាមកំហែងនានាដល់បងប្អូនប្រជាពលរដ្ឋដែលទទួលសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាយើងក្នុងនោះដែរក៏យើងត្រូវផ្ដោតយកចិត្តទុកដាក់ទៅលើបញ្ហាដែលអាចនឹងជាការគម្រាមកំហែងជាពិសេសទៅដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋផ្ទាល់គឺការកើននៅបំណុលហួសពីសមត្ថភាពក្នុងការសងត្រឡប់មកវិញជាពិសេសហួសពីសមត្ថភាពនៃការរកប្រាក់ចំណូលបានរបស់បងប្អូនប្រជាពលរដ្ឋនេះជាបញ្ហាមួយដែលជាកិច្ចក្តីបារម្ភក៏ដូចជាការប្រឈមមួយដែលសមាគមមីក្រូហិរញ្ញវត្ថុក៏ដូចជាដៃគូរបស់យើងព្យាយាមឃ្លាំមើលព្យាយាមតាមដានហើយនឹងព្យាយាមវិតម្លៃស្ថានភាពនេះបើសិនជាតម្រូវឲ្យមានការយកចិត្តទុកដាក់និងអនុវត្តនៅសកម្មភាពនានាដើម្បីធ្វើម៉េចកាត់បន្ថយឲ្យបាននៅបំណុលដែលហួសពីសមត្ថភាពបងប្អូនប្រជាពលរដ្ឋចា៎ជាបន្ទាប់នាងខ្ញុំចង់ឲ្យលោកមានជាមតិយោបល់ចុងក្រោយសម្រាប់ប្រិយមិត្តយើងចា៎ជើងសូមអញ្ជើញលោកចា៎បាទសូមអរគុណខ្ញុំជឿថាប្រិយមិត្តរបស់ LOC ក៏មានគ្រឹះស្ថានតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏ដូចជាតំណាងគ្រឹះស្ថានហិរញ្ញវត្ថុនានារួមបញ្ចូលជាមួយនឹងអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ LOC និងសាធារណជនផ្សេងទៀតអញ្ចឹងមតិយោបល់របស់ខ្ញុំមាន2ទី1គឺសម្រាប់គ្រឹះស្ថានតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏ដូចជាគ្រឹះស្ថានធនាគារហិរញ្ញវត្ថុនានាគឺពាក់ព័ន្ធជាមួយនឹងការគាំពារអតិថិជនការគាំពារអតិថិជននេះមានសារៈសំខាន់ណាស់គឺតែផ្ដោតទៅលើចំណុចសំខាន់ជាច្រើនដែលជាគោលការណ៍ជាសកលសម្រាប់ធានាការផ្ដល់សេវាដែលទ្រទ្រង់ទៅដល់តម្រូវការព្រមទាំងការពារសិទ្ធិទទួលបានសេវារបស់បងប្អូនប្រជាពលរដ្ឋរបស់យើងក្នុងនោះជាពិសេសយើងត្រូវផ្ដោតទៅលើសារៈសំខាន់ក្នុងការផ្ដល់នៅសេវាប្រកបដោយព័ត៌មានដែលមានតម្លាភាពក៏ដូចជាផ្ដល់សេវាក្នុងតម្លៃមួយសមស្របដែលប្រជាពលរដ្ឋបងប្អូនអ្នកប្រើប្រាស់សេវាអាចទទួលយកបានហើយក៏ត្រូវតែមានការរៀបចំនៅសេវាគ្រប់គ្រងអតិថិជនដើម្បីធានាថារាល់ការព្រួយបារម្ភការតវ៉ារបស់អតិថិជនត្រូវបានពិនិត្យដោះស្រាយឲ្យប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពខ្ពស់ចំណុចទី2ខ្ញុំចង់ផ្ដោតទៅលើបងប្អូនប្រជាពលរដ្ឋអ្នកទទួលសេវាពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិយាយដោយឡែកនិងសម្រាប់គ្រឹះស្ថានធនាគារហិរញ្ញវត្ថុទាំងអស់និយាយដោយរួមបងប្អូនទាំងអស់ដែលទទួលបានសេវាត្រូវតែយល់ពីសិទ្ធិរបស់ខ្លួនជាពិសេសការទទួលខុសត្រូវផងដែរដូចជាការទទួលសេវាកម្ចីយើងត្រូវតែយល់ថាតើសិទ្ធិរបស់យើងក្នុងការទទួលបានសេវាកម្ចីនេះមានអីខ្លះត្រូវតែទទួលបានព័ត៌មានគ្រប់ពេញលេញគ្រប់ជ្រុងជ្រោយត្រូវតែទទួលបានសេវាមួយដែលមានតម្លៃសមស្របជាពិសេសស្របតាមច្បាប់ជាធរមាននេះគឺចំណុចកន្លឹះទេប៉ុន្តែដែលសំខាន់ក៏យើងត្រូវតែយល់ដឹងពីកាតព្វកិច្ចរបស់យើងដែរយើងទទួលសេវាជាពិសេសសេវាកម្ចីយើងត្រូវតែមានភារកិច្ចកាតព្វកិច្ចសងត្រឡប់ទៅវិញពីព្រោះសេវាទាំងនេះគឺជាសេវាឯកជនសុទ្ធសាធមិនមែនជាសេវារបស់រដ្ឋទេរបស់ដែលពាក់ព័ន្ធជាមួយនឹងរាជរដ្ឋាភិបាលទេទី2បងប្អូនត្រូវយកចិត្តទុកដាក់កសាងសមត្ថភាពរបស់ខ្លួនឯងពាក់ព័ន្ធជាមួយនឹងចំណេះដឹងខាងផ្នែកហិរញ្ញវត្ថុដោយពិនិត្យមើលទៅលើការគ្រប់គ្រងប្រាក់កាសគ្រប់គ្រងលុយកាក់យ៉ាងហ្នឹងជាពិសេសក៏ត្រូវតែយល់ដឹងឲ្យបានល្អិតល្អន់ជាពាក់ព័ន្ធជាមួយនឹងការសន្សំនេះគឺជាសេវាមួយដែលផ្ដល់ជូនដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរឥឡូវនេះយើងមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន7ហើយដែលទទួលអាជ្ញាប័ណ្ណគៀងប្រមូលប្រាក់បញ្ញាយើងអាចប្រើសេវាពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនេះ
chỉ bị sai dương miền Sài Gòn đại dương miền Po Sài Gòn có đôi chia cả lại đầm nang ประมาณជា 1400 ជាងហើយអានេះគ្រប់ទូទាំងរាជធានីខេត្តទាំង25ស្ទើរតែគ្រប់ស្រុកគ្រប់ស្រុកទាំងអស់ហើយអាចនឹងទៅដល់ថ្នាក់ឃុំសង្កាត់ផងដែរអញ្ចឹងបងប្អូនក្រៅពីព្យាយាមផ្ដល់ព្យាយាមទទួលយកសេវាពីគ្រីស្តានដែលនៅក្នុងប្រព័ន្ធគ្រីស្តានដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវស្ថិតក្នុងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាបងប្អូនក៏ត្រូវតែយល់ដឹងហើយព្យាយាមលើកកម្ពស់ចំណេះដឹងខាងផ្នែកការគ្រប់គ្រងហិរញ្ញវត្ថុនេះយើងមិនប្រើប្រាស់តែកម្ចីហើយត្រូវតែយល់ដឹងពីការប្រើប្រាស់ប្រាក់កម្ចីឲ្យចំទិសដៅឲ្យមានប្រសិទ្ធភាពតាមមុខទេប៉ុន្តែយើងក៏ត្រូវយល់ដឹងអំពីការសន្សំព្រមទាំងការពារហានិភ័យនានាតាមរយៈការប្រើប្រាស់សេវាមីក្រូ insurance ឬមួយក៏សេវាធានារ៉ាប់រងខ្នាតតូចក្នុងនោះក៏មានសេវានានាផ្សេងទៀតផងដែរបើសិនជាបងប្អូនត្រូវការក៏មានដូចជាសេវាទូទាត់សេវាប្រាក់បញ្ញានិងសេវាផ្សេងទៀតដែលកំពុងតែត្រូវបានផ្ដល់ជូនដោយគ្រីស្តានមីក្រូហិរញ្ញវត្ថុតាមរយៈការិយាល័យតំណាងចំនួនជាង 1400 ដែលខ្ញុំបានលើកឡើងពីខាងដើមចានេះខ្ញុំសូមអរគុណមែនទែនដល់លោកដែលបានចែករំលែកពេលវេលាចូលរួមសម្រាប់កម្មវិធីយើងចាចឹងសូមអរគុណលោកចាសូមអរគុណចាដូច្នេះកម្មវិធីគំនិតរីចម្រើនសម្រាប់សប្តាហ៍នេះសូមអរគុណសូមជម្រាបលា